ការផឹកស្រាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយផ្លូវចិត្តនិងសង្គមក្រសួងសុខាភិបាលបានបញ្ជាក់ថាគ្មានកម្រិតសុវត្ថិភាពនៃការផឹកស្រានោះទេហើយផលិតផលគ្រឿងស្រវឹងទាំងអស់សុទ្ធតែបង្កគ្រោះថ្នាក់ផលប៉ះពាល់រយៈពេលខ្លីផលប៉ះពាល់ភ្លាមនៃការផឹកស្រាច្រើនហួសកម្រិតអាចរួមមានលើស្បែកអាចឡើងរោលក្រហមមុខហើមឬអាឡែហ្ស៊ីការបាត់បង់ការគ្រប់គ្រងបាត់បង់ការគ្រប់គ្រងអារម្មណ៍ស្មារតីនិងការវិនិច្ឆ័យបញ្ហាដំណេកងុយគេងឬដេកមិនលក់ប្រព័ន្ធរំលាយអាហារបាត់បង់ជាតិស្កររាគក្អួតចង្អោរប្រព័ន្ធបេះដូងចង់វគ្គបេះដូងមិនប្រក្រតីគ្រោះថ្នាក់ខ្យល់សន្លប់គ្រោះថ្នាក់ចរាចរណ៍លង់ទឹករលាកឆក់ខ្សែភ្លើងអំពើហិង្សាផ្សេងទាំងក្នុងគ្រួសារនិងអ្នកដទៃការរំលោភបំពានផ្លូវភេទការធ្វើអត្តឃាតឬសម្លាប់ខ្លួនការពុលស្រាបណ្ដាលមកពីកម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់ដែលអាចតម្រូវឲ្យមានការសង្គ្រោះបន្ទាន់និងអាចឈានដល់ការស្លាប់ផលប៉ះពាល់រយៈពេលវែងការផឹកស្រាច្រើនហួសកម្រិតជាប្រចាំអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពដូចជាជំងឺថ្លើមជាតិអាល់កុលត្រូវបានរំលាយដោយថ្លើមហើយការទទួលទានញឹកញាប់អាចនាំឲ្យមានការកើនឡើងនៃជាតិខ្លាញ់នៅក្នុងកោសិកាថ្លើមខ្លាញ់រុំថ្លើមរលាកថ្លើមនិងគ្រិនថ្លើមដែលជាស្ថានភាពធ្ងន់ធ្ងរជំងឺមហារីកបង្កើនហានិភ័យនៃជំងឺមហារីកសដនមាត់បំពង់អាហារប្រអប់សំឡេងថ្លើមពោះវៀនធំនិងរន្ធគូតបញ្ហាខួរក្បាលខូចមុខងារខួរក្បាលជាអចិន្ត្រៃយ៍ប៉ះពាល់ដល់ប្រព័ន្ធប្រសាទបញ្ហាការចងចាំនិងការផ្ចង់អារម្មណ៍បញ្ហាសុខភាពផ្លូវចិត្តរួមទាំងជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភការសេពគ្រឿងស្រវឹងអាចជាកត្តាជំរុញឲ្យកើតជំងឺធ្លាក់ទឹកចិត្តឬធ្វើឲ្យជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរប្រព័ន្ធភាពស៊ាំចុះខ្សោយប្រព័ន្ធភាពស៊ាំបង្កើនឱកាសនៃការឈឺចាប់និងឆ្លងជំងឺបញ្ហាគ្រួសារនិងសង្គមបញ្ហាគ្រួសារការបាត់បង់កិត្តិយសភាពក្រីក្រលំបាកអំពើហិង្សានិងការបាត់បង់សុភមង្គលគ្រួសារបញ្ហាសេដ្ឋកិច្ចខាតបង់ទ្រព្យសម្បត្តិការចំណាយលើការព្យាបាលនិងកាត់បន្ថយផលិតភាពការងារញៀនគ្រឿងស្រវឹងដែលធ្វើឲ្យរាងកាយមិនអាចខ្វះគ្រឿងស្រវឹងបានដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យសាធារណជនជាពិសេសយុវវ័យជៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹងប្រសិនបើលោកមិនដែលប្រើប្រាស់គ្រឿងស្រវឹងទេសូមកុំសាកល្បងប្រសិនបើអ្នកកំពុងប្រើប្រាស់វាហើយសូមកាត់បន្ថយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់សុខភាពខ្លួនឯងនិងមនុស្សជាទីស្រឡាញ់